ឥឡូវខ្ញុំស្លេះពីរឿងកម្ពុជាមកដល់រឿងថៃម្ដងបងប្អូនហើយរឿងថៃនេះក៏ពាក់ព័ន្ធនឹងរឿងប្រជាជនកម្ពុជាដែរអឺហើយជារឿងគ្រោះថ្នាក់ទៀតរឿងព្រំដែនយើងអត់ទាន់បាត់ទេណាកុំអានមករវល់រឿងឆបោកអនឡាញឆបោកអនឡាញនេះកើតឡើងស្វ័យ30ឆ្នាំហើយយើងគ្រាន់តែចាប់ផ្ដើមពង្រៀងការចាប់អារម្មណ៍រឿងព្រំដែនទេព្រំដែនកំពុងតែក្តៅកគុកហើយម៉ោងនេះហើយខ្ញុំនិយាយក្តៅកគុកហ្នឹងអ្នកខ្លះគេថាញុះញង់ទៀតហើយសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិខ្លួនឯងទេព្រំដែនក្តៅហ្នឹងដោយសារអីថ្ងៃនេះក្រសួងការពារជាតិរកឃើញថាទាហានថៃបាញ់22គ្រាប់គឺក្នុងតំបន់អូស្មាច់ម្សិលមិញក្រុម AOT អាស៊ានដឹកនាំដោយក្រុមម្ចាស់ផ្ទះអាស៊ានហ្វីលីពីននិងប្រធានបដូវវេនហ្វីលីពីនគេចុះទៅទៀតទៅអូស្មាច់តែខ្ញុំថាទៅបានតែគេបាញ់ទេទៅបានគេបាញ់ទៅបានគេបានតែរូបថតបានតែប៉ុណ្្នឹងឯងបានតែធ្វើឲ្យស្ថានភាពហ្នឹងវាច្បល់ទេព្រោះវាអត់ទៅរើបន្លាលួសបានវាអត់ទៅដកកុងតឺន័រអីបានទេពួកគាត់ទៅហ្នឹងគឺដើម្បីឲ្យទៅដើម្បីតាមដានថៃមួម៉ៅបាញ់ប្រាវហើយដល់អញ្ចឹងយើងចាប់ផ្ដើមឆ្លើយឆ្លងគ្នាចោតគ្នាទៅវិញទៅមកកាលលោកមុនបាញ់មកប្រាវ9គ្រាប់ថៃគេថាអាហ្នឹងបាញ់ផាវបង្អើលក្រុមអ្នកស្អីសង្កេតការអាស៊ានហ្នឹងហើយនឹងជនជាតិអង់គ្លេសម្នាក់ដែលឈ្មោះស្អី Kevin Smith ខ្មែរហ្នឹងទៅអញ្ញាក្បែរព្រំដែនហ្នឹងគេបាញ់ប្រាវទៅរត់តែជាងគ្នាចឹងទៅហើយឥឡូវទៅទៀតតែម្ដងនេះគេអត់បាញ់ពេលដែល AOT នៅទេគឺតោះចេញមក23គឺ AOT ចូលអ្នកសង្កេតការអាស៊ានចូលទៅដល់អូស្មាច់ពេលដកខ្លួនមកវិញថ្ងៃ24ថ្ងៃហ្នឹងគឺបាញ់មកប្រាវ22គ្រាប់ហើយ22គ្រាប់នេះគឺអ្នកស្រីម៉ាលីសុជាតាគាត់ថាអញ្ចេះហើយចាំមើលទៅឲ្យតែបាញ់ចុះបាញ់ឡើងអត់យូរទេបងប្អូនអត់យូរទេព្រោះវាធម្មតាស្ថានភាពព្រំដែនមានដំណោះស្រាយតវាស្ងាត់មានស្ងាត់ឯណាបាញ់ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកស្រីម៉ាលីសុជាតាតវ៉ាទៅយោធាថៃរឿងយោធាថៃខ្វះវិន័យត្បិតលឺសូបាញ់កំភ្លើងចំនួន22គ្រាប់នៅតំបន់ច្រកអន្តរជាតិអូស្មាច់អានេះគឺក្រសួងការពារជាតិថាយោងតាមព័ត៌មានទទួលបានពីយុទ្ធភូមិភាគទី4នៃកងយុទ្ធភូមិខេមរៈភូមិន្ទកម្ពុជាបានបញ្ជាក់ថានៅព្រឹកថ្ងៃទី24ខែឧសភាម៉ោងប្រមាណ9:24នាទីដល់ម៉ោង10:10នាទីមានលឺសំឡេងបាញ់កំភ្លើងចំនួន22គ្រាប់នៅតំបន់ច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃម៉ាត់ណាក៏កាន់កាប់ដោយខុសច្បាប់ដោយយោធាថៃតែយើងសញ្ញាឲ្យគេកាន់កាប់សោះហ្នឹងតកតងទៅនឹងករណីនេះក្រុមការងារទំនាក់ទំនងរបស់យុទ្ធភូមិភាគទី4កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី2របស់ថៃដើម្បីឲ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឲ្យបានរឹងមាំនិងគោរពឲ្យបានម៉ត់ចត់ឲ្យបានពេញលេញនៅសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025បានតវ៉ាចឹងទៅហើយបានអីដដែលខ្ញុំថាសាំយើងធ្វើឲ្យសាំមែនតើទៅក្បែរគេបាញ់ប្រាវទៅក្បែរគេច្អល់មុខគេភ្ជុំកភ្លើងគេអីទៅរដងណាក៏មានបញ្ហាអត់បានទៅរើបន្លាលួសអត់បានទៅហើយអត់បានរីការទៅទៀត AOT របស់អាស៊ាននឹងអត់មានធ្វើសន្និសិទសារព័ត៌មានប្រាប់មកថាឥឡូវនេះឃើញចេះក1ខ2អត់ក៏ទៅគឺសង្ហារឹមសុតសាតឲ្យតែយកតែរូបថតតែអារឿងដែលត្រឹមត្រូវត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិអត់ប្តឹងយើងទៅតែចែកទៅជាមួយអាដៃគូដែលលែងស្ដាប់គ្នានិយាយទៅខ្ញុំអត់យល់តែម្ដងប្តីប្រពន្ធឆ្លោះគ្នាវាយគ្នាបែកដេរត់គ្នាយើងទៅហៅមកចរចាបែកគ្នាដេម្នាក់ហ្នឹងមកវាយទៀតឡើយព្រោះអីគេវាយយើងបែកហើយយើងទៅអោបជើងឲ្យគេមកវាអត់ត្រូវការហៅគាត់មកឲ្យវាយទៀតទេគឺយើងត្រូវទៅរកមេភូមិទៅរកមេឃុំរកចៅសង្កាត់ប៉ូលីសឬក៏តុលាការមកឲ្យជួយសម្របសម្រួលយ៉ាងហោចណាស់ក៏យើងទៅរកអាជ្ញាកណ្ដាលណាមួយមកទប់ជជែកគ្នាកុំឲ្យគាត់វាយទៀតដែរតែយើងអត់អីមកវាយទៀតហើយទៅក្បែរហ្នឹងទៅហើទៅក្បែរចិត្តគេបាញ់ប្រាវទៅក្បែរចិត្តគេបាញ់ប្រាវតើអស់លោកធ្វើអីគេឲ្យប្រកាសខ្ញុំពងតែឆ្ងល់ហើយប្រាប់ថាអាហ្នឹងគឺដើម្បីទៅមើលតាមដានស្ថានភាពតើថៃបំពេញឈ្លានពានថៃបំពេញឈ្លានពានស្អីទៀតបើគេដាក់កុងតឺន័រគេចាក់បេតុងនៅជាប់ហ្នឹងអស់ហើយហ្នឹងហើយយើងទៅដងណាក៏ឃើញហ្នឹងមួយឆ្នាំហើយហ្នឹងវាសំខាន់គឺគេនៅយើងអត់ប្តឹងតែប៉ុណ្្នឹងទេឥឡូវចូលដល់ព័ត៌មានបន្តទៀតបងប្អូននាយករដ្ឋមន្ត្រីថៃនៅសំទោសនាយករដ្ឋមន្ត្រីថៃអួតប្រាប់ប្រជាពលរដ្ឋថៃនៅបារាំងថារឿងថៃបាត់ដីទៅខ្មែរគឺគ្មានជាដាច់ខាតមានតែបានដីពីខ្មែរមកវិញហើយនឹងថៃឲ្យគង់វង្សទៀតផងទៅហៅគេចរចាទៅមើលសម្ដីគេទៅហើយទៅយើងនៅពេលផ្សាយរបស់ថៃនឹងនិយាយពីខ្មែរឯងនឹងថាយើងនឹងសពួកក្បត់ជាតិទៅយកព័ត៌មានពីថៃមកផ្សាយដើម្បីបំរើមហិច្ឆតារបស់ពួកថៃអស់លោកនៅកែបនៅក្នុងដងហ្នឹងបើអត់យកព័ត៌មានថៃយកមកផ្សាយហ្នឹងចាំស្ដាប់ព័ត៌មានអស់លោកមែនសិតតែព័ត៌មានប្រជាពិធហ្នឹងអាគេទៅដល់កហែងណាក៏យើងនឹងនៅតែមហាលូតផ្លោះអស្ចារនៅតែឈ្នះនៅតែអស្ចារអញ្ចឹងយើងផ្សាយព័ត៌មានបោករហូតដែរហ្នឹងរួចទៅឲ្យគេចាំតាមស្ដាប់តែព័ត៌មានពួកខ្លួនព័ត៌មានសេរីឯករាជ្យបិទគេចោលអស់ហើយយកតែព័ត៌មានប្រជាពិធនឹងឃោសនាហ្នឹងមកឲ្យគេស្ដាប់ខ្លួនហើយតែពេលផ្សាយពីថៃមកយើងថាយកព័ត៌មានថៃដែលបំរើមហិច្ឆតាថៃឥឡូវបើអត់ស្ដាប់ព័ត៌មានថៃស្ដាប់ព័ត៌មានខ្មែរមែនព័ត៌មានខ្មែរប្រហែលដែលនិយាយថានាយករដ្ឋមន្ត្រីថៃបានទៅដល់ប្រទេសបារាំងជួបលោកម៉ាណែលម៉ាក្រុងហើយនិយាយពីរឿងព្រំដែនថៃជួបជាមួយជនជាតិថៃនៅនេះហើយគេនិយាយសារហ្នឹងគេប្រាប់ជាអោលរឹកកាន់ក្បាលមីក្រូនិយាយប្រាប់ថាណែថៃគឺមិនបាត់ដីណាម្ដុំមកខ្មែរជាដាច់ខាតហើយដីមានតែខ្មែរទេបាត់ទៅថៃយកបានថៃឲ្យគង់វង្សទៀតហើយព្រំដែនកម្ពុជាថៃតនីគឺអត់បើកឡើងវិញនិយាយពីផ្ទះដៃប្រាវហើយយើងស្ងាត់អត់ផ្សាយយើងមកផ្សាយថាយើងបានមកវិញហើយយើងនឹងធ្វើម៉េចតនីយើងតវ៉ាយើងផ្ញើលិខិតជូនដំណឹងយើងបដិសេធយើងមិនទទួលស្គាល់យើងដឹងតែបានមកវិញយើងបានតែយើងហ្នឹងគេ
គេព្រំដែនគេប្រាប់មកទៀតថាអត់បើកហើយយើងគ្រាន់តែលឺអញ្ចឹងតិចទៀតព្រំដែនហ្នឹងថែមហ្មងកុំបើក1000ឆ្នាំនឹងយើងទៅទៀតទៅដុតអញ្ចឹងទៀតទៅហើយគេនោះគេបិទអញ្ចឹងទៀតមកហើយឆ្លោះគ្នាទៀតទៅហើយយើងសង្ឃឹមថាចរចាខ្ញុំអត់យល់និយាយទៅខ្ញុំអត់យល់អ្វីដែលកើតឡើងនេះគឺខ្ញុំអត់យល់ហើយកញ្ញាញ់ខួរហ្មងយើងកំពុងតែឆ្លោះគ្នាយើងកំពុងតែបង្កឲ្យមានអារិភាពយើងកំពុងតែររឿងអត់ប្រយោជន៍អត់ព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែលជាវិធីដ៏ថ្លៃថ្នូរដែលត្រឹមត្រូវហើយមិនថោកជាមួយថៃយើងអត់ធ្វើយើងធ្វើលុនលូនបើថាយើងធ្វើអញ្ចឹងជាមួយខ្មែរខ្ញុំមិនសូវថាទេខ្មែរយើងនិយាយពីងើបមួយវាយមួយចាប់ពីកាហែងណាទៅជាសាកសពក៏យកមកដែរគឺថាចាប់ដាក់គុកចាប់អីគឺយើងខ្មែរគ្នាឯងដោះលែងអត់មានចាប់ថែតែនិយាយប្រកែប៉ុន្តែដល់មួយថៃមកចរចាហើយគេប្រាប់ថាអត់ចាំបន្តិចមកចរចាអត់ចាំចេះសិនឥឡូវមួយខែទៅមួយខែឥឡូវគេទៅដល់នេះគេប្រាប់ថាអត់បើកព្រំដែនឲ្យដីយកបានប្រហែលគឺមានតែខ្មែរបាត់ទៅថៃហ្នឹងគឺថៃគ្រប់គ្រងឲ្យគង់វងអត់ឲ្យបាត់មួយឆ្អាមហើយឥឡូវយើងសង្ឃឹមអីគេឥឡូវគេនិយាយចឹងយើងសង្ឃឹមអីគេហើយមិនត្រឹមប៉ុណ្្នឹងទេលោកសីហស័កភួងកេកែវរដ្ឋមន្ត្រីក្រសួងការបរទេសថៃពុំមានប្រាប់កម្ពុជាថាឈប់ឲ្យទូលពិតអង្គការសហប្រជាជាតិឬសហគមន៍អន្តរជាតិថាថៃឈ្លានពានកម្ពុជាទៀតបើហ៊ានតែនិយាយដូចនេះទៀតគឺទំនាក់ទំនងរវាងប្រទេសថៃនិងកម្ពុជាអត់មានល្អទៅវិញកើតទេគឺមិនអាចត្រូវគ្នាគេពុំមានយើងអញ្ចឹងទៀតគេពុំមានដោយសារអីលោកកែវជាដែលជាតំណាងកម្ពុជានៅអង្គការសហប្រជាជាតិកាលពីម្សិលមិញមួយថ្ងៃនៅបារីញូវយ៉កហ្នឹងថ្លែងនៅក្នុងអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រាប់អំពីថៃឈ្លានពានកម្ពុជាមិនដឹងលើកទីប្រមាណ100ដងហើយដែលលោកកែវជានិយាយបែបហ្នឹងទៅប្រាប់គេថាថៃឈ្លានពានកម្ពុជាថៃធ្វើឲ្យជនភៀសសឹក6សែនអ្នកជាងថៃបំផ្លាញនេះបំផ្លាញនោះបំផ្លាញច្បាប់អន្តររំលោភបំពានច្បាប់អន្តរជាតិដោយចាក់ទឹកលើក្បាលទាបានប្រយោជន៍អីអង្គការសហប្រជាជាតិបើអង្គការក្រុមហ្នឹងគេមិនដែលទាំងមកយកចិត្តទុកដាក់យើងផងចាស់ហេតុអីបានជាធ្វើឲ្យថៃមើលងាយយើងបើយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិចង់លោកកែវជានិយាយអីក៏មិនបាច់និយាយដែរនិយាយទៅអីទៀតបើយកផោះតាំងដាក់ទៅតុលាការមិនឲ្យថៃមើលងាយយើងបានផងព្រោះយើងឥឡូវយើងធ្វើឲ្យគេមើលងាយយើងទី1គឺយើងនិយាយដដែលនិយាយប្រាប់ទៅចិញ្ចាំងស្ដាប់ឮមែនអង្គការសហប្រជាជាតិហ្នឹងមានអាមេរិកនៅក្នុងហ្នឹងចាំវេតូបានមានចិននៅក្នុងហ្នឹងដែលអត់ព្រមចិនចាក់ខ្សែប្រលេះដៃខ្មែរពេលដែលមានសង្គ្រាមជាមួយថៃទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃរកស៊ីចំណេញពីខ្មែរមកកណោយើងអោបជើងចិនគ្រប់រឿងដល់ពេលមានរឿងដែនអធិបតេយ្យប្រលេះដៃខ្មែរធ្វើសម្ពយុទ្ធយោធាហើយទៅប្រាប់ថានៅកណ្ដាលអត់តកោលទោសថៃហើយចិនហ្នឹងក៏ជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខាងថៃដែរអាមេរិកនៅខាងថៃហើយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសមាជិកគេតែមានតែប្រទេសមួយវេតូអង្គការសហជាតិសម្រេចអីក៏អត់ចេញសូម្បីតែសម្រេចថាចាត់ការកោលទោសថៃឬក៏អីអត់មានទាំងអស់គឺទុកឲ្យខ្មែរថៃដោះស្រាយគ្នាឯងរួចទៅយើងទៅប្រាប់គេទៀតគេប្រាប់ថាថៃខ្មែរដោះស្រាយគ្នាឯងយើងលោកកៅជាទៅប្រាប់ថាគេរំលោភបំពានតែតុលាការអន្តរជាតិ ICC និងព្រំប្រទានអន្តរជាតិយុត្តិធម៌អន្តរជាតិ ICJ ក្រៀមផ្អឹសនឹងអង្គុយចាំបណ្ដឹងខ្មែរអត់បណ្ដឹងដាក់មួយតាំងពីស្អីគេថ្ងៃទី15ខែមិថុនាឆ្នាំ2025ជាលិខិតជូនដំណឹងមិនមែនបណ្ដឹងទៀត ICJ អត់ដែលបានទទួលសោះឥឡូវវាយគ្នាពីប្រាក់អត់មានបណ្ដឹងអីនៅតែជជែកទៅក្បែរលបងគេបាញ់ទៅក្បែរលបងគេមើងងាយយើងទៅរាយការណ៍នៅអង្គការសហប្រជាជាតិមិនត្រឹមគេមើងងាយឥឡូវគេពមៀនទៀតរដ្ឋមន្ត្រីក្រសួងការបរទេសថៃសៀស័កភួងកេកែវប្រាប់តែហ៊ានតែទូពិតចឹងទៀតគឺលែងត្រូវគ្នាឃើញគេមើងងាយយើងឯងបងប្អូនអត់មានរឿងថៃណាមកគម្រាមកម្ពុជាពមៀនកម្ពុជារឿងនិយាយអីពីរឿងតែអធិបតេយ្យខ្មែរទេតែសំខាន់យើងវានិយាយអត់ត្រូវរឿងអត់ត្រូវកន្លែងយើងអត់ត្រូវរមាស់ចឹងបានថៃគេមើងងាយយើងបើយើងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រមទាំងអន្តរជាតិដូចខ្ញុំនិយាយចឹងនាំគ្នាទៅជប់លៀងហូបសាច់អាំងមឹកអាំងនិងផឹកទឹកដូងនៅអូជាទៀលឬក៏កោះកុងថ្មីកោះរងឯណាទៅវាហើយឲ្យតុលាការគេចាត់ការទៅវាចប់បាត់ទៅហើយព្រោះព្រំដែនហ្នឹងអ្នកឯងរំកិលពេលណាទៀតក៏ខ្ញុំលែងទទួលស្គាល់ដែរព្រោះតុលាការគេកាត់ទៅតែយើងអត់យើងនៅតែអញ្ចឹងឲ្យទៅថៃមានបញ្ហាជាមួយយើងរហូតឥឡូវគេនិយាយចឹងអនុទិនច័ន្ទរៈគោលនិយាយចឹងប្រជាពលរដ្ឋថៃតះដៃប្រាវគេអោឲ្យតែបាត់ព្រំដែនដែលមានដំណោះស្រាយណាខ្ញុំបានប្រាប់ឲ្យតែដំណោះស្រាយព្រំដែនចាប់ផ្ដើមពីការបើកព្រំដែនទៅមុនគឺត្រូវបើកព្រមគ្នាទៀតបើកម្ពុជាប្រកាន់ចំហថាអត់ទេថៃបិទមុនត្រូវតែបើកមុនវាអត់មានដំណោះស្រាយទេវាត្រូវតែមានសម្បទានជាការពិតហើយយើងត្រូវតែទាថៃឲ្យសងសំណងការខូចខាតប៉ុន្តែបើយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមអត់អន្តរជាតិអត់មានទាថៃទៅសងអីបានទេហើយបើជ្រុលយើងអត់បានទាថៃឲ្យសងអីដោយសារការអត់ប្តឹងហេតុអីក៏យើងមិនរកផ្លូវចិត្តគ្នាដើម្បីឲ្យព្រំដែនហ្នឹងបើកព្រមគ្នាចឹងទៅយើងមកខាងថា500ឆ្នាំទៀតបានបើកឥឡូវគេប្រាប់ថាអត់បើកជារៀងរហូតហើយបើព្រំដែនអត់បើកបានន័យថាវាចប់បងប្អូនខ្មែរយើងច្រើនណាស់ថាបិទឲ្យស្រឡះទៅបងប្អូនកុំជ្រុលនិយមព្រំដែនខ្មែរថៃជាការពិតថៃខុសឬបិទព្រំដែនមុនប៉ុន្តែម៉ោងនេះណាគឺថៃខុសមែនតែថៃខូចមែនតែថៃចំណេញដីយើងខុសសង្កន្លែងជាងយើងត្រូវចាំរឿងហ្នឹងយើងថៃបើគេយកដីយើងបាននេះហើយគឺយើងត្រូវតែធ្វើឲ្យថៃដាច់ខ្យល់ងាប់ពីការបិទព្រំដែនអត់មានតែដាច់ខ្យល់ងាប់ថៃឯណាទេដាច់ខ្យល់ងាប់ប្រជាប្រដ្ឋព្រំដែនទាំងថៃទាំងខ្មែររងគ្រោះទាំងអស់គ្នាអត់មានអីណាងាប់ទៅថៃទេខ្មែរយើងក៏ពិបាកដែរអ្នករស់ស៊ីនៅផ្សារលងឃ្លឺផ្សារអីថៃក៏ពិបាកខ្មែរក៏ពិបាកប៉ុន្តែអត់ចំណេញអីទេអត់ចំណេញត្រង់ថាអីគឺអាព្រំដែនហ្នឹងគឺជាការខិតជិតចូលគ្នានៅក្នុងការទៅរកការចរចាអញ្ចឹងយើងត្រូវតែរកវិធីមួយបើជ្រុលមិនប្តឹងគេទាសំណងគឺយើងត្រូវចរចាឲ្យបើកព្រំដែនព្រមគ្នាហើយកុំប្រាប់តែគេបើកមុនយើងបើកក្រោយព្រោះបើយើងចង់ឲ្យគេបើកមុនបើកក្រោយតើយើងដាក់លក្ខខណ្ឌឲ្យគេសងនេះសងនោះអត់ដែលប្តឹងគេឲ្យសងអីផងហ្នឹងយើងគ្រាន់តែតវ៉ាហ្នឹងដូច្នេះវាអត់មានអីត្រូវប្តឹងផ្ដាល់គេផងហេតុអីបានជានៅបាត់ព្រំដែននឹងរហូតទៀតដល់ពេលឥឡូវយើងយកអាហ្នឹងគឺជាឧបសគ្គថៃគេថាបិទមកយកទៀតទៅឥឡូវគឺបានន័យថាយើងទាត់ច្រកហើយនៅពេលដែលទាត់ច្រកជាមួយកម្ពុជាទុកព្រំដែនម្លែកក្លុកប្រទេសក្នុងផ្លាស់ប្ដូរស្ថានភាពឲ្យបងប្អូនមកវល់រឿងឆបបោកអនឡាញថាយុទ្ធនាការកម្ពុជាមានកំពុងតែធ្វើកក្រៅឃើញនយោបាយហើយចាំមើលបងប្អូនបើខ្ញុំថាខុសចាំមើល
នៅពេលដែលកំពុងតែធ្វើស្អំចិត្តប្រជាពលរដ្ឋឲ្យកុំឲ្យឈឺចាប់នឹងការបាត់ដីទៅថៃច្រើនពេកចាប់ផ្ដើមប្រជាពលរដ្ឋចាប់ឃើញអាការឆបោកអនឡាញអាចមិនមានដុំកពួនអីមិនមានអីភ្ញាក់ផ្អើលព្រោះប្រជាពលរដ្ឋខ្មែរទូទៅដូចជាមិនសូវបានផលអីពីរឿងឆបោកអនឡាញឬក៏អីហ្នឹងណាអ្នកជួលផ្ទះជួលអាគារអីហ្នឹងបានលុយឬក៏អ្នកដែលរដឹកភ្ញៀវដឹកអីហ្នឹងបានពីចិនពីអីហ្នឹងបានខ្លះអីហ្នឹងប៉ុន្តែវាមិនជាបាត់បង់អីធំដុំអីខ្លាំងប្រហែលទេនៅពេលដែលអស់អាបញ្ហាហ្នឹងទៅបញ្ហាសំខាន់គឺស្អំចិត្តប្រជាពលរដ្ឋបន្តិចទៀតមានរឿងអីធំមួយទៀតហ្នឹងហើយរឿងធំហ្នឹងគឺជួនកាលតេស្រាប់ដឹងគាត់យល់សពអីមិនទៅដោះលែងលោកកម្មសខាអីឬក៏បទូបថយទោសអីអញ្ចឹងឬក៏អនុគ្រោះអីអញ្ចឹងឲ្យគាត់មានសិទ្ធិធ្វើនយោបាយឬក៏លែងឲ្យជាប់គុកក្នុងផ្ទះអីឡាក់នឹងឡាក់ទៅដើម្បីបទូខ្សែហ្នឹងអញ្ចឹងយកគាត់ជាចំណាប់ខ្លាំងមួយដើម្បីដោះដូរអានយោបាយដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងចាប់ផ្ដើមខ្សាកបន្តិចទៅប៉ុន្តែបើនិយាយពីរឿងលោកកម្មសខាបើសិនជាដោះលែងគាត់ឬក៏ឲ្យគាត់មានសេរីភាពអីឡើងវិញគឺខ្ញុំពិតជាអបអរសាទរបើទោះជារដ្ឋាភិបាលធ្វើខុសមហិមាប៉ុណ្ណាក៏ដោយខ្ញុំនៅតែគិតថាជារឿងត្រឹមត្រូវបំផុតដែលត្រូវធ្វើនៅពេលនេះព្រោះហ្នឹងហើយបោកប្រជាពលរដ្ឋដើម្បីឲ្យស្អំចិត្តអីយ៉ាងណាប៉ុន្តែចំណេញបានធំមួយគឺលោកកម្មសខាក៏នៅក្រៅឃុំបានមានសេរីភាពឡើងវិញបានទៅជួបម្ដាយចាស់ជរាដែលកំពុងតែភ្លឹកដែលគេឲ្យធွာផងហើយក៏ធ្វើឲ្យមុខមាត់ប្រទេសកម្ពុជានឹងចាប់ផ្ដើមប្រែពណ៌យើងប្រយុទ្ធប្រឆាំងការជួបឆបោកអនឡាញបន្តិចទៅយើងឲ្យស្ថានភាពប្រជាធិបតេយ្យនឹងរៀងប្រែពណ៌បន្តិចទៅចង់ប្រជាពលរដ្ឋដែលអស់សង្ឃឹមហ្នឹងក៏មានសង្ឃឹមខ្លះវិញដែរអាចនឹងថាខឹងរដ្ឋាភិបាលខ្លាំងមែនតើប៉ុន្តែបើគេបទូឲ្យចង់បន្ថយតាមចិត្តនឹងឲ្យខ្សែបន្តិចទៅគឺជារឿងល្អទេប៉ុន្តែនេះគឺជាល្បិចនយោបាយរបស់ថ្នាក់ដឹកនាំគេនឹងធ្វើរឿងនឹងចាក់ជាមិនខានដោយយថាហេតុណាមួយប៉ុន្តែឥឡូវចូលដល់រឿងមួយទៀតបងប្អូនតាក់ទងនឹងរឿងព្រះមហាក្សត្រថៃផ្ញើលិខិតត្រេកអរចំពោះដំណឹងធូរគ្រាន់ពីព្រះរាជរោគរបស់ព្រះមហាក្សត្រខ្មែរនាំគ្នាទៅបេក្ខការផលិតផលថៃទៅនាំគ្នាបន់ឲ្យថៃបិទព្រំដែនមួយជីវិតទៀតទៅនាំគ្នាធ្វើអីទៀតទៅខ្ញុំសរសើរអំពីលិខិតប្រចុតម៉ាយព្រះរាជលិខិតរបស់ព្រះមហាក្សត្រទាំងពីរអង្គនេះណាព្រោះយើងជាជាតិសាសន៍នៅចិត្តគ្នាបែបនេះគឺយើងឆ្លោះគ្នាតែរឿងគំនិតទុច្ចរិតនយោបាយបានហើយក៏ប៉ុន្តែកុំឆ្លោះគ្នាក្នុងនាមជាមនុស្សនឹងមនុស្សប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋសិលធម៌គុណធម៌ដោយរឿងលោកកម្មសខាអញ្ចឹងយើងឆ្លោះគ្នាចង់បំផ្លាញលោកកម្មសខាងើបមួយវាយមួយឬក៏ធ្វើទុកបុកម្នេញលោកកម្មសខាផ្នែកនយោបាយប៉ុណ្ណាប៉ុន្តែកុំឲ្យផ្ដាច់មនោសញ្ចេតនាគ្រួសារគាត់នឹងម្ដាយគាត់ព្រោះអានឹងសារជាតិជាមនុស្សយើងអាចធ្វើអញ្ចឹងបានទេវាអាក្រក់ហួសហេតុឥឡូវនេះគឺជាគំរូនេះព្រះមហាក្សត្រថៃវិចារាលង្កនបានផ្ញើលិខិតចដหมายមួយព្រះរាជលិខិតអើយភាសារាជស័ព្ទនឹងខ្ញុំបកវាជាឆ្ងាយបើអាចជិះបានបាក់ចេះច្រើនដែរប៉ុន្តែពេលខ្លះរត់នឹងមិនទាន់ទេឡើយនិយាយឲ្យងាយយល់ចង់និយាយថាព្រះមហាក្សត្រថៃបានថ្វាយព្រះលិខិតមួយសន្លឹកជូនថ្វាយទៅព្រះគោណាព្រះបាទនរោត្តមសីហមុនីខ្មែរយើងនៅទីក្រុងប៉េកាំងដើម្បីអបអរសាទរចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរដែលបានប្រសើរឡើងវិញនេះគឺជាព្រះរាជលិខិតរបស់ព្រះមហាក្សត្រថៃវិចារាលង្កនលោកបានមាននៅសេចក្តីនៅក្នុងសម្បត្តិនេះមានដូចតទៅតាមពិតជាខួបនៃព្រះរាជទៅថាចូល birthday របស់ព្រះមហាក្សត្រខ្មែរលោកបច្ចុប្បន្នចម្រើនបច្ចុប្បន្នរបស់ព្រះមហាក្សត្រខ្មែរនោះគឺជាឱកាសហ្នឹងដែលព្រះមហាក្សត្រថៃថាជាឱកាសដ៏មហោឡារិកនេះគឺក្នុងនាមជាព្រះមហាក្សត្រថៃជាតំណាងឲ្យប្រជាពលរដ្ឋថៃគឺសូមដូចថាមានសេចក្តីមានសោមនស្សនៅក្នុងការថ្វាយនៅសពសាទុការពរបវរមហាប្រសើរចូលមានដល់ព្រះមហាក្សត្រខ្មែរអង្គនេះហើយក៏បានមានព្រះរាជហឫទ័យដូចថារំភើបរីករាយឥតឧបមានៅពេលដែលបានឮថាព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរបានប្រសើរធូរគ្រាន់ពីការសម្រាប់ពីព្រះរាជរោគដែលព្រះមហាក្សត្រខ្មែរដែលកំពុងតែសម្រាប់ព្យាបាលព្រះរាជរោគនៅឯទីក្រុងប៉េកាំងប្រទេសចិននោះហើយក៏សូមបន់ស្រន់បួងសួងសូមឲ្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរនឹងបានប្រសើរនឹងជាសះស្បើយឆាប់ដើម្បីយាងទៅគង់ប្រថាប់ជាម្លប់តចតជុំសម្រាប់ប្រជារាស្ត្រខ្មែរនៅប្រទេសកម្ពុជាផងនេះគឺជាសាររបស់ព្រះមហាក្សត្រថៃវជ្រាលង្កនឥឡូវព្រះមហាក្សត្រខ្មែរលោកតបទៅវិញយ៉ាងម៉េចនៅថ្ងៃទី22ខែឧសភាឆ្នាំ2026ហើយតាម Facebook របស់ព្រះបរមរាជវាំងហ្នឹងគឺបានសរសេរទៅចេះវិញថាថ្វាយជូនព្រះមហាក្សត្រថៃអរគុណចំពោះចង់និយាយថាថ្លៃអំណរគុណចំពោះព្រះរាជលិខិតរបស់ព្រះមហាក្សត្រថៃដែលព្រះមហាក្សត្រខ្មែរព្រះអង្គលោកថាបានទទួលនៅឯមន្ទីរពេទ្យក្រុងប៉េកាំងដែលលោកកំពុងតែគង់សម្រាប់ព្យាបាលព្រះរាជរោគក្រោយពីមានការវះកាត់រួចហើយថាលិខិតចដหมายរបស់ព្រះមហាក្សត្រថៃនេះគឺពិតជាធ្វើឲ្យព្រះអង្គរំភើបក្រៃលែងដែលបានទទួលលិខិតបែបនេះហើយព្រះអង្គក៏សពព្រះរាជហឫទ័យដឹងគុណថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបួងសួងជូនពរសពសាធុការថ្វាយពពរជូនព្រះអង្គដែលឲ្យមានដូចថាប្រជានាមាយុយឺនយូរឬក៏មានពរសពសាធុការបែបនេះហើយនឹងជូនពរមួយទៀតតកតងឲ្យព្រះអង្គឆាប់ជាសះស្បើយពីព្រះរាជរោគនោះនេះគឺជាសារដែលតបទៅព្រះមហាក្សត្រថៃវិញនោះហើយក៏ហ្នឹងហើយមានតែទទួលយកនៅការសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងការរាប់អានដ៏ជ្រាលជ្រៅពីព្រះមហាក្សត្រពីព្រះអង្គវិញផងដែរហើយក៏បួងសួងសូមឲ្យព្រះអង្គដែលព្រះមហាក្សត្រថៃនឹងគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដើម្បីសុខសន្តិភាពនិងវិបុលភាពរបស់ប្រជាណាចក្រថៃនិងប្រជានុរាស្ត្រថៃទៅ
អូយស្ដាប់តដងណាស់បងប្អូនសុំទោសព្រោះខ្ញុំវាមិនសូវបាននៅវាំងហើយដល់ពេលហើយអានតាក់តងរឿងព្រះយេសាអីនេះបើអង់គ្លេសមកស្រួលព្រោះអត់មានឋានានុក្រមសោះខ្មែរយើងហ្នឹងគឺពិបាកខ្ញុំថាពិបាកគឺពិបាកឲ្យបងប្អូនតែយ៉ាងណាបានព្យាយាមអានប្រឹងដែរតែយ៉ាងណាហើយណាមួយលិខិតទាំងពីរនេះអត់មានជាភាសាខ្មែរទៅទៀតជាភាសាអង់គ្លេសហើយខ្ញុំអត់មានពេលបកប្រែមុនត្រូវបកប្រែផ្ទាល់ដូច្នេះទៀតចឹងសូមការខន្តីអភ័យទោសពីបងប្អូនយើងផងតែខ្លឹមសារគឺប៉ុណ្ណឹងបងប្អូនណាព្រះមហាក្សត្រថៃស្វាគមន៍ជូនពរព្រះមហាក្សត្រខ្មែរព្រះមហាក្សត្រខ្មែរក៏បានតបទៅវិញទាំងក្តីភិត្រៈនេះគឺជាអ្វីដែលយើងគិតថាវាជាគួរតែតំណាក់តំណងល្អរវាងគ្នានឹងគ្នាអញ្ចឹងបានថាខ្ញុំថាខ្មែរយើងណាដើម្បីឲ្យល្អឈប់ផ្ញើអាសាវោហាបិទព្រំដែនពហិការផលិតផលថៃរហរឿងគ្នាអីទៀតទៅបានហើយដីយើងអស់ទៅគេ60កន្លែងជាងហ្នឹងយើងប្តឹងទៅហើយសំធ្វើអីផ្សេងទៀតអត់គិតទេប្តឹងណាយសិនហើយចាំមកអបអសាតអីរឿងផ្សេងទៀតរឿងក្រូចនឹងប៉បអត់លីគ្នាទេយើងនៅខឹងគេនៅធ្វើពហិការគេប៉ុន្តែដីយើងនៅគេអស់60កន្លែងជាងហើយតាមពិតវាគួរដល់បើលួងគេដូចគាត់ចឹងគាត់លួងគេដែរលួងចង់ឲ្យចរចាបើលួងគេឲ្យចរចាអត់ចង់ប្តឹងគេហើយហេតុអីបានជាយើងនៅតែទៅព្រំដែនឲ្យគេបាញ់យើងនៅតែសាបិទព្រំដែន500ឆ្នាំនៅតែធ្វើពហិការផលិតផលតែហេតុអីបានជាយើងធ្វើផ្ទុយពីទង្វើរបស់រដ្ឋាភិបាលដែលចង់ចរចាជាមួយគេនេះខ្ញុំអត់យល់បើយើងចង់ចរចាហេតុអីធ្វើចរិតមន់មកអីណាពហិការគេទៀតទៅបិទព្រំដែននឹងឲ្យយូរទៅចោះទៅចរចាគេទៅអីបើយើងចង់បិទព្រំដែនបិទឲ្យមកអាយុទាំងអស់ឈប់ចរចាឈប់អីវាយគ្នាប្រាវទៀតហ្មងនេះយ៉ាងម៉េចយើងដូចថាអើយប្រជាពលរដ្ឋខ្មែរលោកវល់ងាប់អស់ហើយសុំទោសបាទឥឡូវដល់ហើយផ្អែមបន្លែមែនតើហើយខ្ញុំនឹងមានបទសម្ភាសន៍មួយបន្តិចទៀតនឹងទៀតឥឡូវនេះនៅផ្អែមបន្លែម៉ោង12យប់ជាងហើយនៅស្រុកខ្មែរបងប្អូននៅសន្តិទៀតខ្ញុំប្រហើយខ្មាន់កំភ្លើងឥឡូវចូលដល់បង្អែមអន្តរជាតិហើយចាំបងប្អូនណាដែលដូចថាឆ្អែតនឹងបង្អែមខ្មែរឲ្យទទួលទានដំណេកឲ្យលោកស្កប់ស្កល់ចោះឥឡូវចូលដល់ hamburger ម្ដងអាចតលន់អាចអីឬក៏តលន់នឹងបង្អែមខ្មែរតោះមកភាសា hamburger ជាមួយគ្នាឬក៏ pizza ជាមួយគ្នាខ្មាន់កំភ្លើងដែលបាញ់រះក្បែរសេតវិមានត្រូវបានកងកម្លាំងសមត្ថកិច្ចអាមេរិកបាញ់ស្លាប់សេតវិមានយើងនេះក៏ដែរបងប្អូនអើយមានបញ្ហាកើតឡើងជាប្រចាំហើយថ្ងៃដែលម្សិលមិញនេះគឺពេលដែលមានការបាញ់បោះនៅសេតវិមាននេះលោកត្រាំនៅក្នុងហ្នឹងណាបងប្អូនលោកត្រាំនៅក្នុងសេតវិមានគឺកំពុងប្រជុំការងារអីទៅប៉ុន្តែសេតវិមានគឺជាកំផែងដ៏រឹងមាំមានសុវត្ថិភាពណាស់ការបាញ់បោះនេះគឺកើតឡើងនៅក្រៅទេនៅខាងផ្លូវ17ឯណាឆ្ងាយពីសេតវិមានដែរគាត់ថានៅក្នុងសេតវិមានឬក៏ភ្លើងបាញ់ឡើងប្រាវអ្នកសារព័ត៌មានរត់ចាច់ជើងគ្នាព្រឹត្តិការណ៍នេះកើតឡើងនៅឯក្បែរសេតវិមានដែលធ្វើឲ្យអ្នកដើរតាមដងផ្លូវម្នាក់រងរបួសហើយឥឡូវនេះគឺខ្មាន់កំភ្លើងនេះគឺត្រូវបានសមត្ថកិច្ចសម្ងាត់របស់អាមេរិកបាញ់ស្លាប់បាត់ទៅហើយដោយសារតែគាត់បាញ់តដៃគ្នាតម្រង់ទៅសមត្ថកិច្ចដែរតែសមត្ថកិច្ចអត់របួសតែប្រជាពលរដ្ឋស៊ីវិលម្នាក់ហើយជននេះស្លាប់ហើយគាត់អាយុ21ឆ្នាំឈ្មោះថា Nashia Best តាមពិតគាត់ធ្លាប់មានប្រវត្តិកើតជំងឺរោគចិត្តឬក៏សរសៃប្រសាទអីដែរតែយ៉ាងណាគាត់ក៏បានស្លាប់ទៅចប់រឿងត្រឹមប៉ុណ្ណឹងហើយការបាញ់បោះនេះគឺកើតឡើងក៏អត់ដឹងថាបុព្វហេតុគាត់ចង់បាញ់អីដែរបើមិនជាគាត់ធ្លាប់មានរោងចិត្តអត់មានអីឆ្ងល់ទេហើយណាមួយលោក5ហ្នឹងក៏ជាដូចថាមនុស្សនៅសហរដ្ឋអាមេរិកហ្នឹងមានអ្នកមួយចំនួនហ្នឹងក៏ចេះតែថ្នាំងថ្នាក់នឹងគាត់ស្លាប់គាត់នឹងប្រហែលសារហ្នឹង3 4ដងហ្នឹងឥឡូវនេះគឺយើងឃើញហើយបាញ់គ្នានៅកន្លែងពិធីញ៉ាំអាហារពេលល្ងាចសម្រាប់ក្លឹបអ្នកកសែតអាមេរិកហ្នឹងឃើញតែប្រហែលមួយខែមុនហ្នឹងនៅក្នុងសន្តាគារមួយដែលលោក5ទៅឃើញជនដៃដល់ចូលទៅបាញ់ប្រាវតាមកាត់អាប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខអីតែគេចាប់តន់អីតន់ទៅក៏ចាប់ឥឡូវរឿងនេះកើតឡើងទៀតតែយ៉ាងណាម្នាក់មានសុវត្ថិភាពលើកលែងតែជនខ្មាន់កំភ្លើងត្រូវគេបាញ់ស្លាប់និងរបួសម្នាក់នេះគឺមិនជាធ្ងន់អីទេបាទចឹងខ្ញុំឆ្លេះរឿងនេះត្រឹមប៉ុណ្ណឹងទី2គឺតកតងនឹងរឿងលោកត្រាំអះអាងថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នឹងចេញជារូបរាងឆាប់គាត់ថាតែចឹងលោកត្រាំថាតែចឹងមួយជាអ៊ីរ៉ង់នឹងពិបាកដែរប៉ុន្តែម្ដងនេះមើលទៅប្រហែលជាគៀកមែនតើហើយព្រោះអីលោកត្រាំគាត់សរសេរសារនៅលើបណ្ដាញសង្គម Facebook គាត់ថានៅក្នុង social គាត់ថាឥឡូវគៀកមែនតើព្រោះអីសំណើដែលអ៊ីរ៉ង់ដាក់មកហ្នឹងគឺអាចជជែកគ្នាបានគាត់នៅចង់បង្ហើយតិចទៀតហើយនឹងផ្សព្វផ្សាយឲ្យដឹងជាទូទៅប៉ុន្តែខាងអ៊ីរ៉ង់នោះក៏គេទទួលស្គាល់ថាពិតជាបានដាក់អនុសារណៈមួយនៃការយោគយល់គ្នាស្នើឲ្យអាមេរិកយកទៅពិនិត្យឥឡូវអាមេរិកគេថាពិនិត្យទៅគឺឃើញមានចំណុចត្រូវគ្នាអាចជជែកគ្នាបានតែសំខាន់គឺរឿងពីរដែលសំខាន់ដែលលោកត្រាំថាអាចជជែកគ្នាបានគឺរឿងបរមាណូហើយនឹងរឿងបើកច្រកហ័រមូសពេញលេញឡើងវិញហើយចំណុចពីរនេះគឺគេនឹងធ្វើឲ្យអ៊ីរ៉ង់មែនតើចង់ឲ្យបញ្ចប់សង្គ្រាមនឹងឲ្យឆាប់តាមដែលអាចធ្វើទៅបានរឿងបើកច្រកហ័រមូសអត់អីទេតែរឿងចរចាអាវុធបរមាណូអ៊ីរ៉ង់គេថាចរចារឿងផ្អាករឿងមិនបាយហ្នឹងចាំទុកឲ្យមានបទឈប់បាញ់ឬកញ្ចប់សង្គ្រាមនេះបាន30ទៅ60ថ្ងៃគ្នាសិនសឹមជជែកទៀតក៏បានដែរឲ្យស្ថានភាពទូបន្តិចតែអាមេរិកឥឡូវនេះគឺមិនដឹងថាយ៉ាងម៉េចបានគាត់ថាមានចំណុចវិជ្ជមានអាចចេញបិទបញ្ចប់សង្គ្រាមនឹងឆាប់យើងចាំមើលតទៅទៀតបងប្អូនគាត់ថាឆាប់ម្ដងគាត់ថាត្រៀមនឹងវាយអីចឹងទៀតទៅដាក់សម្ពាធរហូតដែរបាទតែយ៉ាងណាបងប្អូនជាដំណឹងល្អដែរបើឲ្យឆាប់ទៅឲ្យប្រេងសាំងប្រេងអីចុះថ្លៃទៅវេទនាដល់ប្រជាពលរដ្ឋពេញពិភពលោកដោយទាំងនៅស្រុកខ្មែរដែរបន្ទាប់ទៀតគឺរុស្ស៊ីបើការវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីអ៊ុយក្រែនរុស្ស៊ីហ្នឹងគឺវាយអ៊ុយក្រែនមិនឈ្នះកន្លែងតំបន់ដុនបាសហ្នឹងគឺទៅអង្គលកើមដូចខ្យល់ចឹងទៅមកអត់រួចទេអ៊ីរ៉ង់អ៊ុយក្រែនទម្លាក់គ្រាប់ទៅវិញរហូតប្រហែលថ្ងៃនេះអ៊ុយក្រែនទម្លាក់គ្រាប់រហូតទៅដល់ជ្រៅជិតដល់ទីក្រុងណែដល់វិមានកម្លាំងរបស់រុស្ស៊ីនោះដល់រដ្ឋធានីរុស្ស៊ីណាពលានយន្តហោះមួយធំហ្នឹងណាដើម្បីពមៀនរុស្ស៊ីស្រាប់តែថ្ងៃនេះយប់ម្សិលគឺយប់ថ្ងៃសៅរ៍ដាក់ឯងមកក្តាំងធំហ្មងរុស្ស៊ីលេងហ្មងគឺមានកំភ្លើងដែលបាញ់មកគឺមានមីស៊ីល55គ្រាប់មីស៊ីល drone 549 drone មកទម្លាក់គ្រាប់ហើយមីស៊ីល55មីស៊ីលហ្នឹងគឺជាមីស៊ីលលឿនជាងលបឿន10ដងលឿនជាងសម្លេងលបឿនលឿនជាងសម្លេង10ដងដែលអ៊ុយក្រែនថាចាប់អត់បាន
ចាប់បានតែ drone ទេ drone ចាប់បានទាំងអស់គឺតាមពិត sorry missile របស់អ៊ីរ៉ង់របស់អ៊ុយក្រែនបាញ់ទៅគឺ90គ្រាប់អ៊ីរ៉ង់និយាយអ៊ីរ៉ង់រុស្ស៊ីបាញ់ missile 90គ្រាប់អ៊ុយក្រែនចាប់បាន55គ្រាប់អញ្ចឹងនៅសល់35គ្រាប់ទៀតគឺធ្លាក់ប៉ះចំស្លាប់មនុស្សខ្ទេចខ្ទីអាគារនៅទីក្រុងគៀវនឹងមួយកណ្ដងហើយតែ drone វិញគឺចាប់បានដល់ទៅ400សម្រាប់549គ្រឿងក្នុងចំណោម600គ្រឿងអញ្ចឹងបានន័យថាបាញ់ធ្លាក់អត់ធ្លាក់តែ41គ្រឿងទេ51គ្រឿងបាញ់ធ្លាក់ជាង99%ច្រើនមែនតើអញ្ចឹងខ្លាំងដែរបាទតែយ៉ាងណាគឺទីតាំងដែលរុស្ស៊ីវាយប្រហារយប់មិញយប់ថ្ងៃសៅរ៍ហ្នឹងគឺ50ទីតាំងហើយលោក Zelensky គាត់ថាភ័ព្វវាសនារបស់ពូទីនហ្នឹងគឺមិនផុតពីអ៊ុយក្រែនវាយតបទៅវិញដែលមិនប្រដាក់ដៃដែរព្រោះអីអ៊ុយក្រែនថានឹងមិនចុះញោមឬក៏សញ្ញេឲ្យអ៊ុយក្រែនថាឲ្យរុស្ស៊ីទៅនៅកន្លែងណាកន្លែងហ្នឹងដាច់ខាតបាទនេះគឺជាសាររបស់ Vladimir សំទោស Zelensky ហើយសហគមន៍អន្តរជាតិគេថ្កោលទោសរុស្ស៊ីគ្រប់គ្នាយើងរុស្ស៊ីអ៊ុយក្រែនហ្នឹងគាត់មានភ័ព្វវាសនារឿងសហគមន៍អន្តរជាតិគេជួយឆ្អាលទោះឲ្យវាយទៀតតែគេជួយកំភ្លើងតែនៅខ្មែរយើងពេលឆ្លោះគ្នាមួយថៃអត់មានសហគមន៍អន្តរជាតិណានៅខាងខ្មែរមួយសោះបាទឥឡូវព័ត៌មានចុងក្រោយគឺរឿងមេដឹកនាំរុស្ស៊ីលោក Vladimir Putin នេះកាន់តែឯកោសូម្បីតែក្នុងចំណោមជួបបករបស់ខ្លួនថ្ងៃនេះគឺសារព័ត៌មានល្បីដូចជា The Guardian ឬក៏សារព័ត៌មានអន្តរជាតិផ្សេងៗទៀតហ្នឹងគេយកមកចុះផ្សាយអំពីការស្ទង់មតិក្នុងចំណោមជួរថ្នាក់ដឹកនាំរបស់រុស្ស៊ីដែលជារបបផ្ដាច់ការកុម្មុយនីសនេះណាគឺថាមនុស្សនៅក្បែរលោក Vladimir Putin ចាប់ផ្ដើមផ្ដាច់ខ្លួនចេញពីលោកពូទីនធ្វើឲ្យគាត់ឯកោហើយអញ្ចឹងគាត់ចាប់ផ្ដើមមនុស្សនៅក្នុងជួរបកក៏លែងរាប់រកគាត់ច្រើនដែរដោយសារអីដោយសារតែនយោបាយធ្វើសង្គ្រាមមួយអ៊ុយក្រែនហើយឥឡូវទាហានរុស្ស៊ីក៏ស្លាប់ច្រើនសេដ្ឋកិច្ចក៏ធ្លាក់ចុះហើយសហគមន៍អន្តរជាតិក៏ថ្កោលទោសអញ្ចឹងប្រជាប្រិយរបស់លោក Vladimir Putin ហ្នឹងគឺបាក់មុខមែនតើហើយដោយសារតែក្នុងនេះគឺប្រហែលជាប្រហែលខែដែលគាត់លាក់ខ្លួននៅតែក្នុងផ្ទះទេណាលោក Putin ហ្នឹងគាត់អត់ចេញទេទៅចេញថ្មីនេះទៅយកកម្រងផ្កាទៅជូនមិត្តភ័ក្តិសម័យឬក៏គ្រូបរិញ្ញាគាត់ដែលរៀនយូរឆ្នាំហើយដើម្បីគាត់ឲ្យឃើញតែគាត់រវល់ប៉ុន្តែគាត់ខ្លាចជាមនុស្សឯកោហើយដោយសារតែផ្ទៃក្នុងរបស់គាត់ក៏បែកបាក់ត្រង់ន័យថាសង្គ្រាមជាមួយអ៊ុយក្រែនយូរទៅរុស្ស៊ីកាន់តែរិចទៅអ៊ុយក្រែនក៏គេកាន់តែផលិតជ្រួចឬក៏កាភ្លើងធំឬក៏ drone យកមកបាញ់តបរុស្ស៊ីកាន់តែជ្រៅទៅហើយសហគមន៍អន្តរជាតិគេអបអរអ៊ុយក្រែនតម្លាក់គ្រាប់ក្នុងប្រទេសរុស្ស៊ីទៀតព្រោះអីរុស្ស៊ីហ្នឹងគឺទៅឈ្លានពានគេដែរឥឡូវគឺបានន័យថារុស្ស៊ីកំពុងតែឈានដល់ដំណាក់កាលកាន់តែលំបាកលំបិនខ្លាំងដែរហើយនេះគឺជាភ័ព្វវាសនារបស់អ៊ុយក្រែនដែរដែលនៅរឹងហើយក៏បានសហគមន៍អន្តរជាតិជួយអ៊ុយក្រែនដែលធ្វើឲ្យដីដែលរុស្ស៊ីវាយបានតិចទៀតគឺចង់រុស្ស៊ីគ្មានជំរឿសអ្វីក្រៅពីដកទ័ពថយត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយនឹងទុកដីឲ្យអ៊ុយក្រែនហើយស្លាប់ខ្មោចរុស្ស៊ីចោលពេញប្រទេសអ៊ុយក្រែនទៀតហើយអាម៉ាស់មុខលើឆាកអន្តរជាតិហើយពូទីននឹងប្រហែលជាត្រូវធ្លាក់ឆ្នោតទៀតបាទនេះហើយគឺជាគេហៅអ្នកសាព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាប៉ុន្តែអាព្យុះសង្គ្រានឹងវាបោកបក់ជួយធ្វើឲ្យកំទេចរុស្ស៊ីជួយអ៊ុយក្រែនប៉ុន្តែវាអត់ព្រមជួយបោកបក់កំទេចថៃដើម្បីជួយខ្មែរសោះតែអានឹងដោយសារអីដោយសារផលបុណ្យរបស់ខ្មែរយើងប្រហែលជាវាមិនដល់នៅអ្វីដែលយើងប្រព្រឹត្តអាក្រក់សម្រាប់គ្នាឯងហ្នឹងក៏តែមិនដឹងបានជាយើងត្រូវបណ្ដាសាហ្នឹងបាទអញ្ចឹងសូមលើកទឹកចិត្តឲ្យខ្មែរយើងធ្វើបុណ្យឲ្យបានច្រើនជាងហ្នឹងដោះលែងអ្នកទោសមនសិការឲ្យអស់ដោះលែងលោកកម្មសខាស្អែកមិនបាច់ចាំថ្ងៃខាន់ស្អែកឬអីអាទិត្យក្រោយឬក៏ខែក្រោយឆ្នាំក្រោយទេដែលលក្ខខណ្ឌដើម្បីឲ្យគាត់បានទៅមើលម្ដាយឲ្យបានឆាប់បំផុតព្រោះនេះគឺជាអំពើបុណ្យកុសលមួយធំណាស់បើអស់លោកធ្វើគឺអស់លោកដូចធ្វើបុណ្យកឋិនពលវត្តអញ្ចឹងហើយនឹងស្ដារមុខមាត់ឬក៏ឲ្យប្រជាពលរដ្ឋកុំឲ្យឈឺចាប់នឹងការដឹកនាំខុសឆ្គងរបស់រដ្ឋាភិបាលច្រើនពេកបាទអញ្ចឹងសូមអរគុណប៉ុណ្ណឹងបងប្អូនត្រីសួស្ដីបងប្អូននៅស្រុកខ្មែរចូលដល់ភ្លឺឆ្លងទៅថ្ងៃថ្មីទៅហើយអរុនសួស្ដីបងប្អូននៅទីក្រុងឡុបបិចហើយនឹងទីផ្សេងដែលថ្ងៃរះរីករាយថ្ងៃអាទិត្យចុងសប្តាហ៍នេះបាទសូមអរគុណសូមជម្រាបលា